នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីភាពខុសគ្នានៃការគណនាដោយប្រើប្រាស់ mathematical formula ហើយនឹងមួយទៀតទាក់ទងទៅនឹង statistical formula ឬក៏យើងអាចហៅថា function តើការគណនាវាខុសគ្នាយ៉ាងម៉េចបាទដែលខ្ញុំរៀបចំតម្លៃលេខរួចស្រេចហើយដែលយើងប្រើប្រាស់ចំពោះ mathematical ហ្នឹងខ្ញុំប្រើប្រាស់4ប្រព័ន្ធទី1គឺបូកដកគុណចែកបាទគុណចែកហើយខ្ញុំមានតម្លៃលេខទី1តម្លៃលេខទី2ហ្នឹងហើយអឺហើយនេះជាលទ្ធផលបាទលទ្ធផលក៏មានពីរប្រភេទដែររបៀបកណនាទី1ហើយនិងកណនាទី2បាទអញ្ចឹងតើតើទៅនឹងការកណនាឬក៏ calculation នៃក្នុង Excel ទៅលើរបៀប mathematical តើយើងធ្វើយ៉ាងម៉េចឧទាហរណ៍ឥឡូវរបៀបទី1ខ្ញុំចង់គណនាដោយបូកបាទបូកតម្លៃលេខដោយប្រើប្រមាណវិធីបូក5បូកនឹង3តើយើងធ្វើយ៉ាងម៉េចហ្នឹងហើយដោយខ្ញុំបានបង្ហាញវីដេអូមុនអញ្ចឹងបងប្អូនគឺនៅពេលដែលយើងគណនាទៅតែមានសញ្ញាស្មើបាទជាសញ្ញាស្មើមកបន្តមកទៀតរបៀបទី1នេះខ្ញុំចង់បូកតម្លៃលេខបាទ5បូកនឹង3អញ្ចឹងបងប្អូនគ្រាន់តែវាយលេខចូលទៅដាក់5ឬហើយយើងប្រើសញ្ញាបូកបាទសញ្ញាបូកនៅលើ keyboard ណាសញ្ញាបូកបូកនឹង3បាទវាវាយលេខ3ចូលទៅអានេះដូចជាយើងការប្រើ Casio អញ្ចឹងដែរ Casio យើងវាយតម្លៃលេខចូលទៅហ្នឹងហើយបន្តមកទៀតយើងគ្រាន់តែ enter ទៅចុច enter key ពងទៅវានឹងបង្ហាញឲ្យបាទតើតើនឹងការកណនាសញ្ញាដកគឺមានសញ្ញាស្មើមួយទៀតហើយយើងចង់10បូកនឹង7ដូចគ្នាសំដៅដកនឹង7ពីយកលេខ10ដកនឹងលេខ7បាទអញ្ចឹងវាយលេខ7ចូលលើ keyboard របស់យើងណាបាទឬ enter ទៅវាចេញចម្លើយមកឲ្យយើងហើយគុណបាទគុណស្មើយើងគុណដូចខ្ញុំបានបង្ហាញអញ្ចឹងគឺតើយើងចង់2គុណនឹង3អញ្ចឹង3គុណគឺយើងប្រើសញ្ញាផ្កាបាទប្រើសញ្ញាផ្កាយលើ keyboard laptop របស់យើងគឺ shift លេខ8បាទសញ្ញាផ្កាយណារួចហើយយើងគុណនឹង3បាទគុណនឹង3រួចចុច enter វាក៏បង្ហាញចម្លើយមកយើងដែរចែកដូចគ្នាបាទខ្ញុំធ្វើអស់ទៅហើយអ្នកទាំងអស់គ្នាច្បាស់កន្លែងហ្នឹងចែកខ្ញុំប្រើសញ្ញា slash ដើម្បីចែកណាសញ្ញា slash រកឃើញសញ្ញាហ្នឹងមកចែកនឹង2យើងដាក់វាយតម្លៃលេខ2ចូលបាទនេះជាចម្លើយទាំងនេះគឺជាការគណនាតាមរបៀបទី1អញ្ចឹងណាបាទជាមួយខ្ញុំគណនាទាំងអស់ហើយអ្នកទាំងអស់គ្នាអាចប្រៀបធៀបមើលថាទី1ណាដែលស្រួលសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអាចយកទៅប្រើប្រាស់តាមវិធីនេះទៅហ្នឹងហើយទី2របៀបទី2នៃការគណនាអឺខ្ញុំមានតម្លៃលេខស្រាប់ហើយគឺដូចជាលេខ5លេខ3អញ្ចឹងបន្តមកទៀតខ្ញុំចាប់យកទីតាំងតែម្ដងទីតាំងនេះឈ្មោះថា cell ឬក៏គេហៅថា rank ក៏បានដែរបាទអញ្ចឹងចាប់យកទីតាំងនឹងមកនេះឃើញទេបើន័យថានៅក្នុងនេះគឺតម្លៃលេខនេះគឺស្ថិតនៅក្នុង cell មួយហ្នឹង5ហ្នឹងគឺជាតម្លៃលេខដែលផ្ទុកនៅក្នុង cell មួយហ្នឹងបាទ cell នោះឈ្មោះអីទៅឈ្មោះ D6 ណាឃើញទេ D6 D6 ហ្នឹងគឺមានតម្លៃវា value វាគឺលេខ5បន្តមកទៀតយើងចង់បូកយើងប្រើសញ្ញាបូកដូចគ្នារួចហើយយើងចាប់យកអឺ cell មួយណាដែលយើងចង់គណនាចាប់យកតម្លៃកន្លែងនេះមែនទេចុចកន្លែងហ្នឹងមកអញ្ចឹង D6 បូកនឹង A6 ណា A6 ដូចที่ខ្ញុំបានបញ្ជាក់ខាងវីដេអូមុនហើយគឺអានេះគឺជាឈ្មោះរបស់ទីតាំង cell របស់យើងឬក៏ rank របស់យើងទីតាំងនោះគឺ D6 ដោយសារអីដោយសារតែទីតាំងកន្លែងនេះគឺចំជួយឈរ D ហើយរលេខ6បាទអានេះគឺតម្លៃលេខទី2គឺ F6 ដោយសារយើងឈរចំជួយឈរ column F ហើយនឹងរលេខ6បាទអូខេសាក enter មើលឃើញទេគឺចម្លើយដូចគ្នានេះបាទចំពោះកន្លែងនេះដូចគ្នា
យើងប្រើសញ្ញាស្មើជាមុនសិនរួចហើយខ្ញុំចាប់យកទីតាំងបាទយក cell មួយនេះហើយដកបាទខ្ញុំប្រើប្រមាណវិធីដកនិងលេខ7បាទរួច enter វាចេញចម្លើយបែបហ្នឹងដែររូបមន្តទី3គុណខ្ញុំទៅចាប់យកទីតាំងដូចគ្នារួចហើយខ្ញុំចុចសញ្ញាផ្កាយហើយគុណនឹងតម្លៃលេខទី2បាទ enter ឃើញទេតម្លៃដូចគ្នាតោះមួយទៀតចែកខ្ញុំចាប់យកទីតាំងដូចគ្នាចែកនឹងទីតាំងមួយទៀតបាទតម្លៃលេខមួយទៀតចេញចម្លើយដូចគ្នាបាទកន្លែងនេះគឺចាប់យក cell មកកណនាយកតម្លៃនៅក្នុង cell ប៉ុន្តែរបៀបកណនាទី1គឺយើងវាយនៅតម្លៃលេខចូលតែម្ដង5បូក3យើងវាយលេខ5ពី keyboard ហើយបូកនឹងតម្លៃលេខ3តែម្ដងបាទពេលនេះតើមួយណាដែលអ្នកនរគ្នាគិតថាស្រួលក្នុងការប្រើប្រាស់ជាងក៏ទូយកទៅបាទនេះគឺជាការគណនាបែប mathematical formula យើងចូលទៅគណនាបែបមួយទៀតបាទបែបstatistic core formula ហើយនឹងឬក៏ function ជាមួយតែវាខុសពី mathematics យ៉ាងម៉េចបាទហើយខ្ញុំក៏រៀបចំតម្លៃលេខដោយអ្នកនរគ្នាបានឃើញដែរតម្លៃលេខដែលខ្ញុំមាន4រូបមន្តទី1គឺបូកទី2គឺប្រើប្រាស់រកមធ្យមភាគទី3គឺរកតម្លៃលេខដែលធំបំផុតតើលេខទាំង3នេះដែលខ្ញុំបាន select ហ្នឹងមួយណាដែលធំជាងគេបាទនេះគឺចុងក្រោយយើងរកតម្លៃដែលតូចបំផុតតើក្នុងនេះលេខមួយណាដែលតូចបំផុតឬក៏តិចបំផុតបាទឥឡូវខ្ញុំសាកប្រើប្រាស់ដោយប្រើ function ឥឡូវខ្ញុំចង់បូកមុនយើងធ្វើមិនយើងមិនយើងធ្វើចេះមិនបូកយើងយកតម្លៃលេខនេះបូកជាមួយអានេះបូកជាមួយអានេះបាទអញ្ចឹងតែឥឡូវខ្ញុំអត់ប្រើអញ្ចឹងទេខ្ញុំលុបវិញខ្ញុំប្រើប្រាស់ function គឺប្រើរូបមន្តតែម្ដងបូកគឺយើងប្រើរូបមន្ត sum ឬក៏ sum ហើយបើកមុខកញ្ចក់ទៅបាទរួចហើយកន្លែងនេះខ្ញុំគ្រាន់តែអូសទៅលើតម្លៃលេខដែលខ្ញុំចង់គណនានេះខ្ញុំចង់បូក5បូក3បូក21ចូលគ្នាតើវាស្មើនឹងប៉ុន្មានអញ្ចឹងខ្ញុំគ្រាន់តែយកម៉ៅរបស់ខ្ញុំ select លើតម្លៃលេខទាំង3ហ្នឹងមកណាខ្ញុំអូសរែងពី D4 រហូតដល់ A4 បាទ D4 ដល់ A4 បាទហើយបិទមុខកញ្ចក់ទៅ Enter key វាចេញចម្លើយមកឲ្យយើងហើយទេខ្ញុំគិតថាប្រើ function key ប្រហែលជាស្រួលជាងmathematics ហើយបងប្អូនហ្នឹងហើយតោះទៅមួយទៀតការគណនាដែលប្រើ function ដែរនិយាយទៅសរុបមកវិញការប្រើ function គឺឬក៏ statistics គឺយើងប្រើប្រាស់អឺរូបមន្តតែម្ដងយើងប្រើប្រមាណវិធីទេគឺយើងប្រើរូបមន្តជាអក្សរតែម្ដងដើម្បីគណនាហើយ mathematics គឺយើងប្រើសញ្ញាប្រមាណវិធីបូកដកគុណចែកអីចឹងទៅហ្នឹងហើយហើយការប្រើប្រាស់នៅលើstatistic ហ្នឹងក៏វាមានលក្ខណៈទំនើបហើយទូលំទូលាយជាង mathematics ដែរបាទហើយយើងតទៅទៀតទៅលើការគណនាបន្តទៀតដើម្បីរកមធ្យមភាគអ្នកទាំងអស់គ្នាត្រូវដឹងថាយើងមានតម្លៃលេខណាខ្លះដែលយើងចង់រកបាទរកមធ្យមភាគណាហើយយើងប្រើរូបមន្តអីរូបមន្តមធ្យមភាគគឺយើងប្រើ average បើកញ្ចក់រួចហើយអ្នកទាំងអស់គ្នាត្រូវ select លើតម្លៃលេខដែលយើងចង់គណនាជាក់ស្ដែងខ្ញុំចង់គណនាតម្លៃលេខ3 cell នេះបាទតើមធ្យមភាគស្មើនឹងប៉ុន្មានរួចហើយអ្នកទាំងអស់គ្នាបិទមុខកញ្ចក់មកបាទនេះគឺជាការប្រើប្រាស់រូបមន្តរកមធ្យមភាគបាទបន្តមកទៀតរូបមន្តខាងក្រោមគឺជារូបមន្តរកតម្លៃលេខដែលធំបំផុតអ្នកទាំងអស់គ្នាក៏លេខមើលមកនេះអឺតម្លៃលេខទាំង3នេះមួយណាដែលធំជាងគេមានលេខ2លេខ3និងលេខ12បាទអាចមើលបានតើនៅពេលដែលយើងគណនាទៅវាត្រឹមត្រូវតាមអ្វីដែលយើងមើលដែរ
អានេះតម្លៃលេខតិចទេបងប្អូនមាន13ខ្ទង់ទេណាចុះបើសិនជាតម្លៃលេខរាប់រយសែលទៅយើងមិនប្រៀបធៀបគ្នារកអាណាធំបំផុតបែកផ្សែងហ្នឹងមែនទេប៉ុន្តែនៅក្នុង Excel គឺវាមានរូបមន្តមួយគឺសម្រាប់រកតម្លៃដែលធំបំផុតគឺ MAH បាទឥឡូវខ្ញុំប្រើប្រាស់រូបមន្តតែម្ដងបើកបញ្ចូលរួចខ្ញុំ select មើលខ្ញុំចង់ប្រៀបធៀបអ្វីនេះទាំង3នេះលេខទាំង3នេះតើលេខមួយណាដែលធំជាងគេអញ្ចឹងខ្ញុំត្រូវ select លេខទាំង3នោះទៅរួចបិទបញ្ចូល enter 12ត្រឹមត្រូវណាបាទចំណែករូបមន្តចុងក្រោយគេគឺវាផ្ទុយជាមួយនឹងរូបមន្តខាងលើនេះរូបមន្តនេះគឺសម្រាប់រកតម្លៃដែលតូចបំផុតតើតម្លៃប៉ុណ្ណេះមួយណាដែលតូចជាងគេបាទយើងយកមកប្រៀបធៀបមើល10និងលេខ2លេខ20មួយណាតូចជាងគេគឺលេខ2មែនទេបាទឥឡូវយើងកណនាមើលតើឃើញដូចបីយើងប្រើមុំនេះបើកបញ្ចូលរួចយើងស្វែងយកតម្លៃលេខទាំង3រួចបិទបញ្ចូលវិញ enter បាទនេះគឺជាការប្រើប្រាស់រូបមន្តដោយប្រើ function ឬក៏ statistical ក៏មានដែរហើយការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនេះមានចម្ងល់អីអាច comment ខាងក្រោមវីដេអូនោះទៅទៅចោលខ្ញុំធ្វើវីដេអូអីផ្សេងទៀតទៅដល់ Excel អាច comment ខាងក្រោមបាទខ្ញុំនឹងធ្វើជូនពលរដ្ឋដែរបាទមានតែប៉ុណ្្នឹងទេអរគុណគ្រប់លាជួបគ្នាវីដេអូ